រឿងលេខអភ័ព្វគូខ្ញុំតែងជម្រាបហើយចាគឺមនុស្សដែលមានលេខ0នៅមុខអត់មានអីដោះកែទេជីវិតគូបើចង់ឲ្យសុខគឺយើងត្រូវតែចេះត្រូគេបានច្រើនទី1ទី2អ្នកខ្លះទៀតលេខអត់មាន0នៅមុខទេប៉ុន្តែគាត់អាចរៀបការទៅលើលេខជាសត្រូវលើខ្លួនឯងឬក៏ជាចោលលើខ្លួនឯងអានោះក៏មិនអាចសុខគ្នាដែរហើយមួយទៀតគាត់អាចជ្រើសរើសគូស្គាល់ដែរមិនត្រូវទាំងខែមិនត្រូវទាំងឆ្នាំហើយក៏មិនត្រូវទាំងថ្ងៃអានោះក៏ពិបាកដែរអញ្ចឹងណាហ្នឹងហើយសួរធ្វើយ៉ាងម៉េចនោះមានន័យថានៅពេលដែលយើងជ្រើសរើសជីវិតគូសកលឬក៏ប្រណាម្នាក់ដែលយើងស្រឡាញ់នារីណាម្នាក់ដែលយើងស្រឡាញ់បើយើងមើលឃើញថាលេខមិនល្អឧទាហរណ៍ថាឆ្នាំមិនល្អតែបានខែបានថ្ងៃល្អអានឹងអត់អីទេយើងអាចជ្រើសរើសខែថ្ងៃនិងផ្លែឈើសម្រាប់រៀបចំធ្វើពិធីដើម្បីឲ្យសមស្របសម្រាប់ពេលវេលានិងលេខខែថ្ងៃសម្រាប់យើងយោងគ្នានោះមានន័យថាសុខ8ផលរំខាន12ទេបូករួមមួយក៏អត់ធន់ខន្តីគឺយើងសុខច្រើនទៅនឹងហើយបន្តទៅថាយើងមានគុណមិនចោលយើងមើលលេខអីយើងជឿលើជំនឿនឹងហើយបន្តមកទៀតបើសិនជាយើងរៀបការទៅលើលេខដែលជាសត្រូវលើខ្លួនឯងអានោះពិបាកនៅក្នុងការជួយណាយើងការសាថ្មីធ្វើពិធីសាថ្មីក៏មិនងាយដែរអញ្ចឹងណានឹងហើយរឿងតកតងជាមួយនឹងឲ្យរៀបចំពិធីដើម្បីកំចាត់បែបគេហៅថាលក្ខណៈថាអភ័ព្វគួយហ្នឹងខ្ញុំអត់មានធ្វើទេព្រោះមូលហេតុហ្នឹងអត់ព្រោះខ្ញុំអត់ចេះនិយាយពាក្យដែរបត់ចិត្តខ្លួនឯងអញ្ចឹងណាព្រោះពាក្យថាអភ័ព្វគួយមានន័យថាទី1លេខបងប្អូនប្រុសស្រីខ្លះគាត់មានជាលេខ0នៅមុខអញ្ចឹងកែអីកែម្លងដែរហ្នឹងហើយហើយមួយទៀតដូចខ្ញុំជម្រាបខាងដើមអញ្ចឹងទៅមានតែប៉ុណ្្នឹងឯងណាចាហ្នឹងហើយក្នុងឱកាសឆ្នាំចាស់ផ្លាជួបឆ្នាំថ្មីនេះជូនពរបងប្អូនប្រុសស្រីជួបតែសេចក្តីសុខសេចក្តីចម្រើនហើយកុំភ្លេចជាមួយនឹងការស្រោចទឹកខែរណូចណាចាខែរណូចនេះមានន័យថាក្នុងខែចេតនេះគឺជារណូចបងប្អូនប្រុសស្រីដែលកើតនៅក្នុងឆ្នាំជូតឆ្នាំមុំមេអាចជ្រើសរើសស្រោចទឹកនៅថ្ងៃអន្សាតែមួយក៏ប៉ុន្តែម៉ោងអន្សាខុសគ្នាសម្រាប់ឆ្នាំមុំមេស្រោចម៉ោងអន្សាម៉ោង8ឲ្យធប់8សរសៃបែរមុខឧទ្ទិសខាងលិចនៅពេលខាងមុខតិចទៀតខ្ញុំនឹងជម្រាបជូនបងប្អូនសម្រាប់លេខដែលស្អីល្អសម្រាប់លេខស្អីដែលត្រូវប្រុងប្រយ័ត្នទៅលើពេលណាម៉ោងណាអញ្ចឹងណាហ្នឹងហើយខ្ញុំមកនេះខ្ញុំមកចែកមេឃនៅអ្វីដែលបងប្អូនប្រុងប្រយ័ត្ននេះវាជាជំនឿនៅអ្វីមួយដែលថាតើតើជាមួយយើងខ្លួនឯងពិតប្រាកដណានៅពេលដែលយើងជាមនុស្សកើតក្នុងផែនដីយើងតែងតែជួបនឹងផលរំខានខ្លះបើយើងដឹងពីលេខផលរំខាននោះហើយយើងប្រុងប្រយ័ត្នទៅក៏សក់ទៅខ្ញុំអត់ដែលចូលចិត្តនិយាយនៅអ្វីដែលជាថាបំភ័យឲ្យបងប្អូនភ័យខ្លាចនោះទេខ្ញុំគ្រាន់តែបញ្យល់នៅអ្វីដែលជាលេខបងប្អូនប្រុសស្រីដែលអាចត្រូវថាត្រូវធ្វើម៉េចដើម្បីការប្រុងប្រយ័ត្នហើយត្រូវធ្វើអីថ្ងៃណាដើម្បីសមប្រកបសម្រាប់ខែឆ្នាំថ្ងៃក្រោយរបស់បងប្អូនទាំងអស់គ្នារីឯបន្តមកឆ្នាំជូតវិញស្រោចទឹកងាទឹកកាពិតមែនថ្ងៃខែរណូចនេះតែស្រោចទឹកម៉ោង1អន្សាម៉ោង1ចាឆ្នាំជូតណាបែរមកឧទ្ទិសខាងលិចដើម្បីពឹងពោនឹងឲ្យធុកបួងសួងធុកមួយសរសៃតែប៉ុណ្ណោះសម្រាប់ឆ្នាំជូតនោះគឺទៅលើលេខអន្សាដើម្បីលេខរងអស់គ្រប់ខែគ្រប់ឆ្នាំក៏ចាប់បញ្ចងការចំណាយក៏ទាំងជាពិសេសជាងគេការស្រោចទឹកទៅលើម៉ោងអន្សានេះគឺយើងកំចាត់បងជាមួយនឹងពពួកអមនុស្សដែលតែងតែទាមទារយឹកយោងឬក៏បង្កបញ្ហាឲ្យយើងមានផលរំខានដល់ពេលយើងបើកបោទៅទីណាកន្លែងណាធ្វើដំណើរជិតឆ្ងាយចឹងវាចង់មកកន្លែងគ្រោះថ្នាក់ជាដនគេហៅថាពពួកនោះវានៅឬក៏គេហៅដែលយើងតែនិយាយភាសាជើងកប់ហ្នឹងពួកអស់ហ្នឹងវាទីយើងបានទេមែនតែយើងនឹងផុតពពួកអនុទាំងអស់នោះទីយើងបានពេញមួយឆ្នាំហើយបូរួមដែលអ្វីដែលសំខាន់គឺយើងមានការប្រុងប្រយ័ត្នក៏ជួបសេចក្តីសុខនិងសេចក្តីចម្រើនទៅមានតែប៉ុណ្ណឹងណាបងប្អូនអរគុណជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាក្នុងឱកាសឆ្នាំចាស់ផ្លាជួបឆ្នាំថ្មីនេះសូមទេវតាវត្ថុស័ក្តិសិទ្ធិទូទាំងចក្រវាឡយើងនេះជួយតាមថែរក្សាបងប្អូនទាំងអស់គ្នាដែលគិតល្អសាងល្អជួបតែសេចក្តីសុខនិងសេចក្តីចម្រើន